នៅក្នុងវីដេអូនេះយើងនឹងមកនិយាយតាក់ទងជាមួយនឹងជនក្បត់ជាតិពីររូបដែលត្រូវជាឪពុកហើយនិងកូនហើយកាលពីម្សិលមិញយើងប្រហែលជាបានឃើញហើយតាក់ទងជាមួយនឹងជនក្បត់ជាតិពីររូបនៅលើបណ្ដាញសង្គម Facebook ហើយជនក្បត់ជាតិពីររូបហ្នឹងសុទ្ធតែជានីតិហានទាំងពីរក្នុងនោះឪពុកមានងារជាវីរៈសេនីយ៍ទោលដែលមានឈ្មោះថាពៅវុធី ហើយគេហៅគាត់ថាធីស្នាគាត់បានខົບខិតជាមួយនឹងតាហ៊ានសៀមក្នុងការនាំចូលនៅអីវ៉ាន់មួយចំនួនមកពីប្រទេសថៃដោយធ្វើការកិច្ចពន្ធបើទោះបីដឹងថាប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃកំពុងតែមានសង្គ្រាមនៅតាមព្រំដែនក៏ដោយហើយជនរូបនេះបានធ្វើការនាំចូលនៅគ្រឿងសម្អាងជាច្រើនហើយមកដល់ពេលហ្នឹងឥឡូវហ្នឹងគេកំពុងតែស្រាវជ្រាវរកម្ចាស់ brand ដែលធ្វើការទិញគ្រឿងសម្អាងបន្តពីលោកពៅវុធីហ្នឹងបើសិនជាអត់មានអ្នកទិញបន្តពីពៅវុធីហ្នឹងទេក៏ពៅវុធីហ្នឹងក៏ពុំធ្វើការនាំចូលនៃអីវ៉ាន់ទាំងអស់ហ្នឹងដែរយើងបានដឹងហើយនៅពេលដែលសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឆែកឆេរផ្ទះរបស់លោកពៅវុធីហ្នឹងគឺគេបានរកឃើញនៅអាវុធចំនួន2គឺអាវុធខ្លីមួយនិងអាវុធវែងមួយហើយមួយទៀតគេបានឃើញអ្វីដែលហួសចិត្តហ្នឹងគឺរូបរបស់ស្ដេចសៀមមិនមែនជារូបរបស់ស្ដេចខ្មែរទេហើយបុគ្គលនេះគឺជាបុគ្គលមួយដែលក្បត់ជាតិតែម្ដងរស់នៅលើទឹកដីខ្មែរក៏ប៉ុន្តែបេះដូងជាមួយនឹងចិត្តរបស់គាត់គឺនៅក្នុងស្រុកសៀមឯណោះហើយឥឡូវហ្នឹងលោកពៅវុធីដែលជាជនក្បត់ជាតិមួយហ្នឹងបានរត់ចោលស្រុកហើយមកទៅព្រោះឥឡូវហ្នឹងសមត្ថកិច្ចគេកំពុងតែស្វែងរកតាមចាប់ក៏ប៉ុន្តែគេសន្មតថាប្រហែលជារត់ទៅស្រុកថៃបាត់ហើយហើយអ្វីដែលគេកំពុងតែសង្ស័យទៀតគេកំពុងតែសង្ស័យអ្នកដែលទិញបន្តអត់ដឹងថាម្ចាស់ brand មួយណាដែលជាអ្នកកម្មង់គ្រឿងសម្អាងពីប្រទេសសៀមហ្នឹងដើម្បីយកមកលក់បន្តហ្នឹងយើងពិតជាហួសចិត្តមែនទែនតាក់ទងជាមួយនឹងបញ្ហាអស់ហ្នឹងពីព្រោះយើងដឹងហើយថាប្រទេសថៃជាមួយនឹងប្រទេសកម្ពុជាឥឡូវហ្នឹងកំពុងតែមានសង្គ្រាមហើយបញ្ហាអត់ទាន់បានដោះស្រាយទេប៉ុន្តែចាប់ផ្ដើមលេចមុខចេញនៅពួកជនក្បត់ជាតិជាបណ្ដាហើយក្នុងនោះកូនរបស់លោកពៅវុធីក៏អញ្ចឹងដែរគាត់មានងារជាវីរៈសេនីយ៍ទោដែរហើយអ្វីដែលជាការងាររបស់គាត់ហ្នឹងគឺគាត់បានធ្វើការជួញដូរមនុស្សនាំមនុស្សឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមរយៈសារព័ត៌មាននៅថ្ងៃទី20ខែកញ្ញាឆ្នាំ2025គឺប្រជាពលរដ្ឋខ្មែរចំនួន13រូបដែលមានប្រុស8នាក់ជាមួយហើយនិងស្រី5នាក់ត្រូវបានសមត្ថកិច្ចថៃវីរៈសេនីយ៍តូច1204ធ្វើការឃាត់ខ្លួនក្រោយពីត្រូវមេខ្យល់នាំយកឆ្លងដែនចូលតាមច្រករបៀងក្នុងភូមិសាស្ត្រក្រោយផ្សាររនងក្នុងឃុំផាសឹកស្រុកអារ៉ាញ់ខេត្តស្រះកែវហើយទីតាំងដែលឆ្លងដែនហ្នឹងគឺស្ថិតក្រោមបញ្ជារបស់លោកវីរៈសេនីយ៍ត្រីពៅរតនាដែលជាកូនរបស់វីរៈសេនីយ៍តូពៅវុធីហ្នឹងឥឡូវហ្នឹងទាំងឪទាំងកូនគឺកំពុងរត់គេចខ្លួនគេអត់ដឹងថារត់ទៅដល់ណាទេឥឡូវហ្នឹងប៉ូលីសសមត្ថកិច្ចគេកំពុងតែស្រាវជ្រាវតាមចាប់ឪពុកហើយនិងកូនហ្នឹងហើយយើងចាត់ទុកថាអំពើបែបនេះគឺជាអំពើមួយដែលក្បត់ជាតិហើយបើទោះបីថារូបគេទាំងឪទាំងកូនរស់នៅស្រុកខ្មែរមែនប៉ុន្តែអ្វីដែលគេធ្វើជាក់ស្ដែងគឺដើម្បីតែប្រជាជនថៃឬក៏ប្រទេសថៃតែប៉ុណ្ណោះវាអត់មានអ្វីដែលចំណេញទៅដល់ប្រទេសកម្ពុជាយើងសោះតែម្ដងហើយក្នុងនោះយើងឃើញថាប្រជាជនមួយចំនួនក៏បានស្នើសុំឲ្យសមត្ថកិច្ចធ្វើការចាប់បុគ្គល2នាក់ឪពុកនិងកូននឹងឲ្យខានតែបានមែនទែនពីព្រោះបើសិនជាទុកទៀតបុគ្គល2នេះគឺនាំតែបំផ្លាញជាតិតែប៉ុណ្ណោះវាអត់មានអ្វីដែលនាំមករីកចម្រើនដល់ជាតិទេក្នុងស្រុកប្រធានបទមួយទៀតតាក់ទងជាមួយនឹងករណីឃាតកម្មដែលមានការបាញ់រះមួយឈានដល់ការសម្លាប់មនុស្សដល់ទៅ3នាក់ហើយនឹងរបួសធ្ងន់ម្នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែត4នាក់3នាក់តាត់ទាវអស់នៅផ្លូវបេតុងមុខផ្ទះហើយជីដឹងវាមកជីម៉ូតូមកបាញ់ហ្មងនៅឥឡូវយើងមកអានខ្លឹមសារព័ត៌មានទាំងអស់គ្នាកាលពីយប់ម៉ោងប្រមាណ 9:39 នាទីយប់ថ្ងៃទី20ខែកញ្ញាឆ្នាំ2025មានករណីបាញ់រះបណ្ដាលឲ្យមនុស្ស3នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុហើយនឹងមានរបួស1នាក់ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាសខេត្តកំពត
ក្រោយកើតហេតុជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហើយនិងកំពុងតាមចាប់ខ្លួនតាមការឲ្យដឹងពីសមាជិកគ្រួសារជនរងគ្រោះបានឲ្យដឹងថាគ្រួសារទាំងពីរមានទំនាស់គ្នាជាយូរណាស់មកហើយករណីដែលឈានដល់មានការបាញ់រះនឹងកើតឡើងបណ្ដាលមកពីសត្វឆ្កែគឺឆ្កែអ្នកនាំហេតុមិនឆ្កែអ្នកនាំហេតុទៀតមិនដឹងថាមិនបានទៅជាឆ្កែអ្នកនាំហេតុអញ្ចឹងឥឡូវយើងមកស្ដាប់ទាំងអស់គ្នាក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ទាំងអូលដើមកថាមុនកើតហេតុក្រុមគ្រួសារជនរងគ្រោះបានជួបជុំផឹកស៊ីធម្មតាមានការអាំងសាច់ជាដើមពេលកំពុងអាំងសាច់ជុំគ្រួសារស្រាប់តែមានឆ្កែខ្មៅមួយក្បាលបានមកពាំសាច់ត្រីបបែលអាំងហ្នឹងរត់ចេញទៅក្រោយពេលនោះជនរងគ្រោះម្នាក់បានយកស្បែកជើងដេញគប់ឆ្កែនោះហ្នឹងហើយនៅពេលដែលគប់ឆ្កែនោះទៅវាផ្លាតវាអត់ត្រូវវាទៅផ្លាតទៅជួបពេលអត់ត្រូវវាទៅផ្លាតទៅប៉ះប្រពន្ធរបស់ប្រពន្ធជនដៃដល់ហ្នឹងដល់ទៅពេលអញ្ចឹងទៅក៏ចាប់ផ្ដើមមានចំនួនទាស់សម្ដីគ្នាមិនយូរប៉ុន្មានប្រពន្ធហ្នឹងក៏បានទេហៅប្តីដែលជាជនដៃដល់ហ្នឹងមកហើយជនដៃដល់ហ្នឹងគឺមកដល់ភ្លាមអត់មាននិយាយអីច្រើនទេគឺដកកំភ្លើងមកបាញ់រះតែម្ដងហើយរះហ្នឹងអ្វីដែលគេបានដឹងគឺប្រហែលជា20គ្រាប់គ្រួសារជនរងគ្រោះបន្តទៀតថាក្រោយការបាញ់សម្លាប់ឲ្យជនរងគ្រោះស្លាប់2នាក់នៅនឹងកន្លែងនិងរបួសធ្ងន់2នាក់នៅនឹងកន្លែងជនដៃដល់មិនអស់ចិត្តក៏រត់ទៅសម្ដៅទៅជនរងគ្រោះដែលជាស្ត្រីម្នាក់ដែលមិនទាន់ស្លាប់ហ្នឹងដោយយកកាំភ្លើងវាយក្បាលបន្ថែមហើយកាច់បំបាក់ដៃថែមទៀតអូឃោឃៅមែនតើហើយបាញ់បន្ថែមរហូតដល់ស្លាប់នៅនឹងកន្លែងទៀតអូវាជាអក្រិតកម្មមួយធ្ងន់ធ្ងរមែនតើហើយបើសិនជាករណីអញ្ចឹងកើតមាននៅស្រុកគេយើងគិតថាបរិសុទ្ធម្នាក់ហ្នឹងអត់អាចរួចខ្លួនទេអាចនឹងមានទោសដល់ប្រហារជីវិតតែម្ដងវាដូចករណីកើតឡើងពីប្រហែលថ្ងៃមុនដែរតាក់ទងជាមួយនឹងស្ត្រីម្នាក់គាត់ចាក់បងប្អូនខ្លួនគាត់នោះអស់33កំហិតហើយឥឡូវហ្នឹងសមត្ថកិច្ចគេចាប់បានហើយតោះឥឡូវយើងចូលមកបន្តទៀតក្រោយបាញ់រះសម្រាប់រួចដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពតបានកំណត់មុខសញ្ញាបានច្បាស់ភ្លាមៗហើយបានបង្ហាញពីជនដៃដល់ជាសាធារណៈនឹងឈានដល់ការផ្ដល់ប្រាក់រង្វាន់4លានរៀលសម្រាប់ការផ្ដល់ព័ត៌មានឈានដល់ការចុតឃាត់ខ្លួនជនដៃដល់នឹងចំពោះករណីនេះពលរដ្ឋជឿជាក់លើចំណាត់ការដ៏ម៉ឺងម៉ាត់របស់ស្នងការនគរបាលខេត្តកំពតក្នុងការតាមចាប់ខ្លួនបុគ្គលរូបនឹងដើម្បីមកផ្ដល់ទានទោសតាមច្បាប់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិតនឹងគឺមានឈ្មោះ LV ភេទប្រុសអាយុ52ឆ្នាំញ៉ែតជ្រឿនភេទស្រីអាយុ65ឆ្នាំហើយនឹងហ៊ុនជ្រុយភេទស្រីអាយុ31ឆ្នាំនិងជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះរ៉ែនពុតហេងអាយុ21ឆ្នាំដែលកំពុងស្នាក់នៅមន្ទីរពេទ្យកាល់ម៉ែតនៅឯរាជធានីភ្នំពេញវាជាករណីមួយដែលធ្ងន់ធ្ងរមែនទែនតាក់ទងជាមួយនឹងការបាញ់រះហើយបើតាមដែលដឹងហ្នឹងបុគ្គលមួយហ្នឹងគឺជាទាហានប៉ុន្តែគេអត់ទាន់បានបង្ហាញអត្តសញ្ញាណច្បាស់លាស់អស់មកទេហ្នឹងហើយតាមដែលដឹងគឺបុគ្គលហ្នឹងគឺជាទាហានយើងដឹងស្រាប់ហើយអ្នកដែលហាត់ទាហានគួរតែមានចិត្តធ្ងន់មែនទែនពីព្រោះទាហានគាត់មានកាំភ្លើងនៅជាប់នឹងខ្លួនហើយក្នុងនោះអ្នកដែលមានកាំភ្លើងគឺប្រៀបបានដូចជាខ្មោចកាន់អញ្ចឹងនៅពេលដែលមានកំហឹងអីមួយអត់ចេះទប់អារម្មណ៍ទេគឺធ្វើឲ្យមានការកាត់ឡើងនៅសោកនាដកម្មដូចបែបនេះអញ្ចឹងវាអត់មានផលចំណេញអីទៅដល់ក្រុមគ្រួសារគាត់ចំណែកជនរងគ្រោះក៏បាត់បង់សមាជិកគ្រួសាររបស់គាត់ទៀតហើយបច្ចុប្បន្នហ្នឹងឥឡូវហ្នឹងគេកំពុងតែតាមចាប់តាក់ទងជាមួយនឹងឧក្រិដ្ឋកម្មមួយហ្នឹងក៏ប៉ុន្តែឥឡូវហ្នឹងគេអត់ទាន់ចាប់បានទេហើយគេកំពុងតែស្រាវជ្រាវតាមចាប់តាក់ទងជាមួយឧក្រិដ្ឋកម្មមួយហ្នឹងឥឡូវហ្នឹងគេកំពុងតែតាមចាប់ហើយចាំមើលពេលដែលគេតាមចាប់បានយើងនឹងធ្វើការអាប់ដេតព័ត៌មានបន្ថែមទៀតជូនបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀត